ខ្ញុំសូមប្រាប់ពីរបៀបដំឡើងកម្មវិធីរៀនច្បាប់ចរាចរណ៍ទៅនៅលើកុំព្យូទ័រអញ្ចឹងយើងអាចដំឡើងកម្មវិធីនៅលើកុំព្យូទ័របានដែលយើង download នៅកម្មវិធី BlueStack យើងវាយមក BlueStack BlueStack file ចឹងមកបាទអញ្ចឹងយើងយកបៃតងនេះចុច select លើវាមកហើយយើងចុច download មកបន្ទាប់ពីចុច download ហើយយើងដំឡើងកម្មវិធីចុចដំឡើងកម្មវិធីមកយើងបើកវាបើកកម្មវិធីមកហើយយើងវាយពាក្យថា Cambodia Driving Rule រៀនតាមកុំព្យូទ័រក៏បានបាទខ្ញុំថាយើងឆ្លងបានយើងចូល open មកបានចុចបន្តមកបន្តទៀតមកចាប់ផ្ដើមបានដូចនេះមុនយើងបំពេញនៅយើងក៏បានឬក៏យើងដាក់សម្គាល់ ABCD យ៉ាងនេះទៅតាមអ្វីដែលយើងចង់បាន A យ៉ាងទៅចុចបន្តមកអញ្ចឹងភាសាខ្មែរត្រូវហើយចុចបន្តដើមហើយដូចគ្នាដែរនៅលើកុំព្យូទ័រយើងអាចរៀនបានដោយទូរស័ព្ទដូចមាន4កម្មវិធីទី1ប្រដេកនៃការបើកបរទី2ការប្រឡងសាកល្បងទី3លេងកម្សាន្តហើយទី4គឺច្បាប់និងលិខិតបទដ្ឋានដូច្នេះដើម្បីធ្វើការប្រឡងសាកល្បងនេះឲ្យបានល្អបានប្រកបច្រើនគឺយើងត្រូវរៀនទ្រឹស្ដីជាមុនសិនហើយចូលមកទៅទ្រឹស្ដីសិនមកនៅក្នុងទ្រឹស្ដីតែអ្នកបើកបរអាចចែងគ្នានៅលើស្ពានបានដែរឬទេហាមចែងតើអ្នកបើកបរអាចជិះលើស្ពានបានដែរទេចម្លើយគឺហាមជិះនៅពេលប្រឡងគេដាក់មួយចំនួនហ្នឹងមកគេឲ្យយើង3ចំណុចកខកមួយណាត្រឹមត្រូវយើងពុះពីណាបាទចឹងច្រើនទី2ផ្លាកសញ្ញាចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នផ្លូវទួលខាងមុខផ្លូវទួលខាងមុខហើយយើងរៀនតាមកុំព្យូទ័រចម្លើយតាមកុំព្យូទ័របានគ្រាន់តែវារៀនយូរការដំឡើងវាផ្លាកសញ្ញានេះមានន័យដូចម្ដេចលេខ1ចេញទៅមុខផ្លាកសញ្ញានេះមានន័យ
តើអ្វីជាគ្រោះថ្នាក់ដែលអ្នកត្រូវស្គាល់ក្នុងការបើកបរ មានច្រើនមានអាចហើយបន្ទាប់ពីយើងអានបានស្វែងយល់រួចហើយចង់ដឹងសមត្ថភាពយើងធ្វើតេស្តសាកល្បងប្រឡងសាកល្បងបាទអញ្ចឹងនេះជាប្រភេទបានបើកបរគឺមានកខគោលងត់អញ្ចឹងយើងប្រឡងគឺយករថយន្តតូចចឹង តើអ្នកបើកបរត្រូវត្រួតពិនិត្យអ្វីជាសំខាន់ចំពោះដៃចង្កូតនិងដងចង្កូតភាពលេចជ្រាបប្រេងភាពធូររលុងឬជាប់គាំងភាពប្រេះស្រាំឬបាក់ភាពកោងឬវាច មួយលើ40មានន័យថា40ជំនួសយើងសាកល្បង40នាទីដែរហើយគេឲ្យយើងមួយជំនួសមកយើងរើស3មួយណាត្រឹមត្រូវយើងអាចគិតថាត្រឹមត្រូវយើងចុចវាមក ផ្លាកសញ្ញានេះមានន័យដូចម្ដេចហាមឈប់ចំពោះយានជំនិះគ្រប់ប្រភេទហាមចតចំពោះយានជំនិះគ្រប់ប្រភេទហាមចតចំពោះរថផ្លាកសញ្ញានេះមានន័យដូចម្ដេចហាមឈប់ចំ ចឹងអានេះគឺការប្រឡងសាកល្បងហើយមួយទៀតគឺលេងកំសាន្តលេងកំសាន្តវាស្តៀងទៅនឹងការប្រឡងដែរគឺគេប្រាប់ចម្លើយយើងភ្លាមតែម្ដងត្រូវគឺថា ផ្លាកសញ្ញានេះមានន័យដូចម្ដេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបើកបរក្នុងល្បឿនយ៉ាងតិច30គីឡូម៉ែត្រក្នុង1ម៉ោងតម្រូវឲ្យយានជំនិះគ្រប់ប្រភេទទុកទម្ងន់សរុបអតិបរមា30តោនធ្វើចរាចរណ៍ចប់ការហាមយានយន្តគ្រប់ប្រភេទបើកបរក្នុងល្បឿន30គីឡូ គេប្រាប់ថាខុសហើយចឹងចម្លើយត្រឹមត្រូវនេះតម្រូវឲ្យយើងជំនិះគ្រប់ប្រភេទបើកបរក្នុងល្បឿនយ៉ាងតិចគឺ30គីឡូម៉ែត្រក្នុង1ម៉ោងនេះគឺការធ្វើសាកល្បងគឺដឹងចម្លើយ ផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នខាងមុខមានផ្លូវទាល់នៅខាងស្ដាំប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងឆ្វេងហាមចតឬឈប់នៅផ្លូវបំបែកកែងទៅឆ្វេងនៅខាងមុខ ទៅត្រង់ប្រយ័ត្ននៅត្រង់បាត់ខាងឆ្វេងដៃចឹងយើងប្រើពីពេញផលយើងចឹងណាគឺយើងប្រើពីប្រយ័ត្នចឹងកាលណាថាពាក្យហាមពីមុខគឺអត់ត្រូវទេចឹងយើងមើលពីនេះណាមកតែនេះមកត្រូវប្រយ័ត្នខាងមុខផ្លូវបំបែក នៅចំណុចកណ្ដាលនៃទ្រូងផ្លូវប្រសពហើយអ្នកកំពុងធ្វើភ្លើងសញ្ញាបត់ឆ្វេងខណៈមានរថយន្តជា តែកាត់បោកត្រូវបានតាមទុក ក្នុងករណី